ថាតើករណីជនជាតិចិនម្នាក់ដែលកាន់លិខិតឆ្លងដែនរបស់ប្រទេសកម្ពុជាហើយត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរថៃនៅក្នុងប្រទេសថៃតាក់ទងទៅនឹងការប្រើប្រាស់អាវុធជាច្រើនដោយចោទពាក់ព័ន្ធទៅនឹងភេរវកម្មហើយការចោទមួយទៀតគឺថាបរិសុជនជាតិចិននោះគឺជាទាហានឬក៏ហៅថាមានពាក់ព័ន្ធទៅនឹង BHQ ឬហៅថាកងអង្គរៈនៃប្រទេសរបស់សម្ដេចនាយកហ៊ុនសែននេះគឺជាការចោទរបស់ខាងភាគីថៃតើវាជារឿងពិតទេតើបរិសុជនជាតិចិននោះពិតជាពាក់ព័ន្ធទៅនឹងកងអង្គរៈរបស់សម្ដេចនាយកហ៊ុនសែនពិតប្រាកដឬយ៉ាងម៉េចបាទសូមស្វាគមន៍ប្រិយមិត្តទស្សនិកជនមកកាន់ Channel ពុទ្ធិ TV របស់ខ្ញុំបាទតាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានហើយថ្ងៃនេះយើងសូមនាំជូននូវព័ត៌មានមួយដែលមានការចាប់អារម្មណ៍កំពុងតែមានការវែកញែកច្រើននៅក្នុងប្រទេសថៃផងដែរអំពីបរិសុជនជាតិចិនម្នាក់ដែលត្រូវបានឃាត់ដោយអាជ្ញាធរថៃអញ្ចឹងតាក់ទងទៅនឹងព័ត៌មាននេះបើតាមការបញ្ជាក់គឺនៅថ្ងៃទី9ខែឧសភាឆ្នាំ2026លោកនាយករដ្ឋមន្ត្រីអនុទិនដែលជានាយករដ្ឋមន្ត្រីថៃនោះបានបញ្ជាឲ្យមានការស៊ើបអង្កេតយ៉ាងទូលំទូលាយលើករណីដែលសមាជិកខេត្តឈុនបុរីរបស់ប្រទេសថៃបានចាប់បរិសុជនជាតិចិនម្នាក់កាលពីថ្ងៃទី8ខែឧសភានិងដែលបានអះអាងថាបានប្រើប្រាស់លិខិតឆ្លងដែនរបស់កម្ពុជាទៅទៀតក្នុងនោះដែរអាជ្ញាធរថៃបានចោទប្រកាន់បរិសុជនជាតិចិនដែលមានវ័យ31ឆ្នាំរូបនេះថាជាបណ្ដាញអង្គរៈរបស់លោកហ៊ុនសែនដែលបាននាំចូលអាវុធនិងគ្រឿងផ្ទុះទៅក្នុងទឹកដីថៃប៉ុនប៉ងតាក់ទងទៅនឹងភេរវកម្មក្នុងការផ្សព្វផ្សាយរបស់សារព័ត៌មានខាងលើក៏បានបញ្ជាក់ថាប៉ុន្តែតាក់ទងទៅនឹងការឆ្លើយតបរបស់កម្ពុជាអ្នកនាំពាក្យព្រឹទ្ធសភាគឺលោកជាធិរិទ្ធបានអះអាងនិងចាត់ទុកថានេះគឺជារឿងអសន្តិសុខនៅក្នុងទឹកដីរបស់ថៃហើយថៃគ្រប់គ្រងមិនបានខ្លួនឯងតែបែរជាប្រឌិតរឿងមកចោទប្រកាន់ថ្នាក់នាំរបស់កម្ពុជាបាទក្នុងនោះដែរបើយោងទៅតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានបញ្ជាក់ថាបរិសុជនជាតិចិនដែលមានអាយុ31ឆ្នាំខាងលើនេះត្រូវបានចាប់ខ្លួននៅក្នុងខេត្តឈុនបុរីកាលពីថ្ងៃសុក្រទី8ខែឧសភាខណៈដែលជនសង្ស័យកំពុងតែប៉ុនប៉ងរៀបចំនឹងការវាយប្រហារភេរវកម្មផងដែរសកម្មភាពសមត្ថកិច្ចបានអះអាងថាខ្លួនបានរកឃើញនៅគ្រឿងផ្ទុះប្រភេទ C4 និងគ្រាប់បែករួមទាំងកាំភ្លើងវាយប្រហារម៉ាក M4 និងអាវស្ពាយគ្រាប់នៅខាងក្នុងផ្ទះជនសង្ស័យដែលបានជួលនេះបាទនេះគ្រាន់តែជាការបញ្ជាក់របស់ខាងភាគីថៃដែលត្រូវបានន័យថាទើបតែបានចាប់នៅជនជាតិចិនខាងលើអញ្ចឹងតាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានមួយនេះដែរបើយោងទៅតាមកាសែតខៅសោតរបស់ថៃដែលផ្សាយជាភាសាអង់គ្លេសហ្នឹងគឺបានបញ្ជាក់ថាអាជ្ញាធរថៃក៏បានរកឃើញនៅការសន្ទនាតាមរយៈ ChatGPT ដែលបានពិភាក្សាអំពីវិធីសាស្ត្រនៃការទម្លាក់គ្រាប់បែកនិងការបំផ្លាញដោយគ្រឿងផ្ទុះប្រភេទ C4 រួមជាមួយនឹងវីដេអូឃ្លីបបង្ហាញអំពីអាវុធនិងការវឹកហាត់គប់គ្រាប់បែកនៅជំរំកងទ័ពពិសេសរបស់កម្ពុជាដែលភ្ជាប់ទៅនឹងកងអង្គរៈរបស់លោកហ៊ុនសែនប្រធានព្រឹទ្ធសភារបស់កម្ពុជាអញ្ចឹងក្រោយតែពីមានការចោទឬក៏ហៅថាការលើកឡើងពីសំណាក់ភាគីថៃថាបរិសុជនជាតិចិននេះគឺពាក់ព័ន្ធទៅនឹងកងអង្គរៈរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងនោះភ្លាមខាងព្រឹទ្ធសភាតាមរយៈអ្នកនាំពាក្យដែលជាលោកជាធិរិទ្ធបានចាត់ទុកថានេះគឺជារឿងអសន្តិសុខដែលបានកើតឡើងនៅក្នុងប្រទេសថៃហើយថៃមិនអាចគ្រប់គ្រងបានដោយខ្លួនឯងតែបែរជាមកចោទឬក៏ហៅថាបង្វែររឿងដែលខ្លួនឯងមិនអាចគ្រប់គ្រងបានមកចោទថាបរិសុជនជាតិចិនដែលត្រូវបានបង្ក្រាបឬក៏ហៅថាចាប់បានដោយថៃនេះពាក់ព័ន្ធមកក្រុមអង្គរៈរបស់សម្ដេចនាយកហ៊ុនសែនទៅវិញអញ្ចឹងទោះជាយ៉ាងណាក្តីមួយថ្ងៃក្រោយចាប់ខ្លួនបរិសុជនជាតិចិនខាងលើដែលមានកាន់លិខិតឆ្លងដែនរបស់កម្ពុជានេះគឺនៅថ្ងៃទី9ខែឧសភាលោកអនុទិនដែលជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃបានជំរុញឲ្យមានការស៊ើបអង្កេតករណីនេះឲ្យបានទូលំទូលាយគណៈដោយបានភ្ជាប់នៅករណីនេះទៅនឹងកម្ពុជាលោកនាយករដ្ឋមន្ត្រីអនុទិនដដែលនេះក៏បានសង្កត់ធ្ងន់ថាតាក់ទងទៅនឹងករណីនេះសមត្ថកិច្ចត្រូវតែពង្រីកការស៊ើបអង្កេតដើម្បីកំណត់អត្តសញ្ញាណអ្នកពាក់ព័ន្ធនិងកំណត់ឲ្យបានច្បាស់ពីមូលហេតុនៃសកម្មភាពបែបនេះអញ្ចឹងជាការកត់សម្គាល់នេះមិនមែនគឺជាលើកទី1ទេដែលថៃបានចោទប្រកាន់មកលើកម្ពុជាតាមរយៈនៃបទអក្រិតនៅក្នុងប្រទេសរបស់ខ្លួនដោយកន្លងទៅមានជាករណីនៃការ scam អនឡាញក៏ដូចជាបណ្ដាបទល្មើសដទៃទៀតដែលថៃតែងតែភ្ជាប់កម្ពុជាជាមួយនឹងការប៉ាន់ស្មានរបស់ខ្លួនអញ្ចឹងយើងដឹងហើយតាក់ទងទៅនឹងមួយរយៈពេលមកនេះគឺប្រទេសថៃឬក៏សៀមនេះតែងតែមានទំនាស់ជាមួយនឹងកម្ពុជារហូតដល់ដកទូតពីកម្ពុជារហូតដល់មានការផ្ទុះអាវុធផ្ទុះសង្គ្រាមជាលើកទី2ហើយនឹងអាចជាលើកទី3ផងដែរបើសិនជានៅតែបន្តអេយ៉ាបតនៅក្នុងការបំពេញមកលើកម្ពុជាដោយសារតែយើងដឹងហើយថៃបានបំពេញនិងឈ្លានពានទឹកដីរបស់កម្ពុជានៅប្រមាណទីតាំងដែលកំពុងតែកាន់កាប់ដោយខុសច្បាប់ហើយថ្មីនេះ
តាមរយៈជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតជាមួយនឹងលោកអានីទីនដែលមានប្រទេសហ្វីលីពីនដែលជាប្រធានសភាបានរៀបចំឲ្យមានកិច្ចជួបជំនួបនៅក្នុងកម្មវិធីប្រជុំអាស៊ាននៅប្រទេសហ្វីលីពីននេះក៏បានលើកឡើងអំពីការស្ដារទំនាក់ទំនងការទូតជាមួយនឹងកម្ពុជាផងដែរតែបើទោះជាយ៉ាងណាសង្ឃឹមថាទំនាក់ទំនងការទូតរវាងកម្ពុជានិងសៀមអាចធ្វើទៅបានលុះត្រាតែសៀមព្រមដកទាហានដកទ័ពឬក៏ហៅថាដើរចេញពីទឹកដីដែលបានឈ្លានពានដោយប្រើប្រាស់សភាវុធកន្លងទៅគ្នាបានន័យថាដណ្ដើមយកមកកាន់កាប់បណ្ដោះអាសន្នពីទឹកដីកម្ពុជាអញ្ចឹងដោយសារតែយើងដឹងហើយមួយរយៈពេលចុងក្រោយនេះកម្ពុជារបស់យើងតាមរយៈប្រជាជនក៏មានការពហិការខ្លាំងផងដែរចំពោះទំនិញសៀមក៏ដូចជាឲ្យតែឮថារបស់សៀមគឺយើងមិនតម្រូវបានន័យថាយើងមិនប្រើប្រាស់ជាដាច់ខាតដែលទាំងអស់នេះហើយគឺជាការរួមគ្នាពហិការដើម្បីប្រឆាំងទៅនឹងការឈ្លានពានរបស់សៀមមកលើទឹកដីកម្ពុជាក៏ដូចជាការមាក់ងាយពីសំណាក់ភាគីសៀមមកលើកម្ពុជាអញ្ចឹងសម្រាប់ព័ត៌មានមួយនេះខ្ញុំគ្រាន់តែចង់បង្ហាញជូនតាក់ទងទៅនឹងការឆ្លើយតបរបស់ខាងកម្ពុជាជាមួយនឹងការលើកឡើងរបស់ខាងសំណាក់ភាគីសៀមអំពីបរិសុជនជាតិចិននេះដែលត្រូវបានចាប់ហើយមានសភាវុធចំនួនក៏ដូចជាគ្រឿងផ្ទុះផងដែរហើយត្រូវបានដាក់ការសង្ស័យពីខាងអាជ្ញាធរសៀមថាអាចធ្វើភេរវកម្មអញ្ចឹងសម្រាប់ការជម្រាបជូនមួយនេះក៏សូមបិទបញ្ចប់តែត្រឹមនេះហើយបើមានអ្វីវិវត្តថ្មីតាក់ទងបញ្ហាព្រំដែនក៏ដូចជាព័ត៌មានអ្វីដែលជាប្រយោជន៍ទៅដល់បងប្អូនក្នុងការទស្សនាខ្ញុំក៏នឹងជម្រាបជូនបងប្អូនក៏ដូចជាផ្សព្វផ្សាយជូននៅក្នុង Channel របស់ខ្ញុំនេះបន្ថែមទៀតមុននឹងបិទបញ្ចប់បងប្អូនសូមចូលរួមចុច Subscribe ក៏ដូចជាចុចចែករំលែកនៅព័ត៌មានដែលគិតថាជាមានប្រយោជន៍ដើម្បីផ្ដល់នូវកម្លាំងចិត្តនៅក្នុងការផ្សព្វផ្សាយរបស់ខ្ញុំបន្ថែមទៀតនៅពេលនេះខ្ញុំបាទពុទ្ធីក៏សូមអរគុណនិងសូមគោរពលា